លោកគ្រូតើការវះកាត់ប្រើជាមួយនឹង silicone implant អាចនៅក្នុងខ្លួនយើងបានមួយជីវិតឬអត់បាទជំរាបសួរខ្ញុំបាទគូចែមពីមជ្ឈមណ្ឌលវះកាត់កែសម្ផស្ស SC ថ្ងៃនេះសូមអធិប្បាយខ្លីៗទាក់ទងរឿង silicone implant សម្រាប់ច្រមុះបាទសម្រាប់ការវះកាត់ដោយប្រើ implant silicone នោះប្រសិនបើយើងជ្រើសរើស silicone ដែល brand ត្រឹមត្រូវដែលមានការទទួលស្គាល់ពី FDA ហើយមួយទៀតវះកាត់ដោយគ្រូពេទ្យជំនាញបាទច្បាស់លាស់ធ្វើត្រូវតាមតិចនិចគឺมันមានផលប៉ះពាល់ទៅថ្ងៃមុខបាទអាចនៅជាមួយនឹងសរីរាង្គកាយរបស់យើងបានមួយជីវិតប៉ុន្តែវានឹងអាចបង្កើតនោះជាស្រោមទៅថ្ងៃមុខវាអាចនឹងធ្វើគ្រាន់តែឲ្យខ្ទង់នឹងវាដែតឃើញច្បាស់បន្តិចប៉ុន្តែវាអាចនៅជាមួយយើងទៅថ្ងៃមុខបានបាទតែប្រសិនបើបងប្អូនជ្រើសរើសclinic នោះឬមួយក៏គ្រូពេទ្យដែលគាត់មិនសូវដឹងអំពីការវះកាត់តាក់ទងរឿង rhinoplasty តាក់ទងរឿង implant ហ្នឹងគឺមានផលប៉ះពាល់ធ្ងន់ធ្ងរឧទាហរណ៍គាត់ជ្រើសរើសយក brand នោះដែលមិនត្រូវគឺវាមានផលប៉ះពាល់ទៅកោសិកាទៅថ្ងៃមុខបាទអាចធ្វើឲ្យ silicone វាពុកវាផុយហើយទៅថ្ងៃមុខអាចធ្វើឲ្យច្រមុះនឹងក្រហមហើមហើយចាំបាច់ត្រូវទៅវះកាត់យកចេញប៉ុន្តែមួយទៀតគាត់ជ្រើសរើសយក implant ដែល standard ដែលល្អ brand ដែលត្រឹមត្រូវប៉ុន្តែការវះកាត់អត់ត្រឹមត្រូវអត់ស័ក្តិសមជាមួយនឹងស្បែកច្រមុះរបស់គាត់ច្រមុះរបស់គាត់នឹងស្ដើងខ្លាំងតឹងខ្លាំងគាត់ព្យាយាមខំប្រឹងលើកកាន់តែខ្ពស់គឺមានបញ្ហាទៅថ្ងៃមុខដូចគ្នាអញ្ចឹងខ្ញុំបាទគូចែមសូមលើកទឹកចិត្តឲ្យបងប្អូនមុននឹងការវះកាត់เนาะតាក់ទងរឿងខ្ទង់ច្រមុះសូមសិក្សាឲ្យបានច្បាស់ជាពិសេសរឿង clinic និងគ្រូពេទ្យដែលគាត់វះកាត់ជូនបងប្អូនបាទអរគុណ